Hello គេសួស្តីណគ្នាស្វាគមន៍ពីខ្ញុំថ្ងៃនេះមកបន្តសេរីរឿងកំពូលនៅកម្ចាត់ក្រុងបលីរបស់យើងបន្តទៀតដែលបន្ទាប់ពីអពហោបេនឹងគេរៀបរាប់ឲ្យតែប៉ៃឡតចឹងមកសេរីរឿងរបស់យើងក៏បានកាត់តកានៅបន្ទោកម្មកកំព្រាបោះបេកាមនៅវិញដោយគឺមានបរិមម្នាក់នឹងក៏មករៀបរាប់ថាគឺថាគេនឹងប្រហែលជាបានដឹងមកខ្លះហើយត្រូវអត់ថាកន្លែងបន្ទោកម្មកកំព្រាកាបឆោនឹងជាកន្លែងបែបណាហើយតែឯងដឹងរឿងនឹងអត់មានទន្លេមួយឈ្មោះថាកាបឆោដែលហូរកាត់ទីក្រុងដេជន់ក៏តែទន្លេនឹងក៏កាត់កន្លែងដែលមនុស្សមើលមិនឃើញផងដែរហើយខ្សែទឹកដ៏ខ្វក់ដែលហូរក្នុងទីងឹតទាំងអស់ហ្នឹងគឺសតោទៅជួបគ្នានៅចំណុចតែមួយទាំងអស់ដែលចំណុចហ្នឹងគេហៅថាចំណុចបាតសង្គមឬក៏ម្យ៉ាងទៀតហៅថាលទ្ធិកាបឆន់ហើយរឿងស្មុគគ្រោកទាំងអស់ដែលបានកើតឡើងនៅទីហ្នឹងគឺសតោចូលទៅក្នុងកណ្ដាប់ដៃរបស់លទ្ធិកាបឆន់នឹងទាំងអស់ហ្នឹងហើយនឹងឥឡូវនេះយើងបានស្គាល់ឈ្មោះរបស់គេហើយដល់ពេលដែលកំពុងនិយាយហ្នឹងគេមានឈ្មោះថាគឹមឈុនដែលវាគឺជាមេបងធំនៃលទ្ធិកាបឆន់តែម្ដងហើយនឹងបរិបទពាក់វ៉ែនតាមម្នាក់ទៀតដែលគេមានឈ្មោះថាសុងមូដែលគេគឺជាលំដាប់ទី2នៃលទ្ធិកាបឆន់ហើយពេលនេះវិញគេមានឈ្មោះថាបាម៉ាំងដែលគេគឺជាលំដាប់ទី3ហើយបន្ទាប់ពីការណែនាំខ្លួនរបស់ពួកគេចប់ហើយឥឡូវហ្នឹងគឺយើងបានដឹងហើយដល់ពេលគឹមឈុនគេនិយាយជាមួយមុនហ្នឹងគឺគេនិយាយជាមួយកញ្ញាមួយដែលជាដើរតាមផែជនហ្នឹងហើយនៅក្នុងពេលហ្នឹងដែរកញ្ញាហ្នឹងបាននិយាយថាគឺថាការរៀបរាប់របស់នេះវាអាចនឹងពិបាកយល់បន្តិចហើយគ្រប់គ្នាហ្នឹងគឺសាធ្លាប់ចង់ការជីវិតវិទ្យាល័យមកឲ្យត្រូវអត់ហើយបន្ទាប់ពីនាងសួរគេអញ្ចឹងអបិបាម៉ាំងនោះវាក៏បាននិយាយថាគឺថាតើនាងក៏ពោលសួរគេតែគេហ្នឹងបានរៀនចប់អត់ចឹងមែនហើយគឺថាពួកគេរៀនចប់អត់ហ្នឹងគឺមានតែក្នុងกระดาษទេទៀតប៉ុណ្្នឹងពួកគេគ្មានបានទៅរៀនចប់អីទេហើយនៅក្នុងពេលហ្នឹងផងដែរនៅអបិសុំមូលនោះគេក៏បាននិយាយថាគឺថានាងមកតើនាងមកនិយាយដែលមានប្រយោជន៍មួយគេបើមិនអញ្ចឹងទៀតហ្នឹងគឺគេមកនាងទៅវិញស្រួលហើយនឹងហើយក៏សារតែពីអ្នកគេនឹងបែបសេរីអញ្ចឹងកញ្ញានឹងក៏ចាប់ផ្ដើមនិយាយសាច់ការតែម្ដងទៅហើយនឹងហើយបន្ទាប់មកសេរីរឿងរបស់យើងក៏បានកម្មការដេជុំរបស់យើងនៅវិញដោយដេជុំរបស់យើងក៏បានសួរទៅកាន់អបិហូបេនថាហើយនេះបានជាប្រហែលជួនខ្លាចជាម្នាក់ក្នុងចំណោមមេដូនៅកម្ពុជាស៊ីនេលនៃមួយក្លឹបទៅវិញឬមួយក៏សារតែការស្លាប់របស់យូសូនទៅហើយយើងមិនដឹងទេឯងទៅសួរវាទៅខ្លួនឯងទៅហើយចូលមកទៅឯងនៅមិនទាន់ស្គាល់អ្វីជាអ្វីនៅឡើយនេះហើយនឹងហើយនៅគណៈពេលដែលជុំរបស់យើងគេលើកដៃរៀបចាត់ការហ្នឹងនៅពេលហ្នឹងគេក៏ចាប់អារម្មណ៍ថាដូចមានសលេងវាយគ្នានៅក្រោយហើយនឹងហើយគឺបានហូបរបស់យើងគេវាយគ្នាជាមួយនឹងអបិជនបិទមុខហ្នឹងឯងហើយដល់ពួកគេបានវាយគ្នាប៉ងក៏វាឆ្វាប់ចាក់គ្នាជ្រិចហើយបន្ទាប់ពីប៉ងឆ្វាប់ជ្រិចហើយឥឡូវហ្នឹងពួកគេបានធ្វើការដកឃ្លាសិនហើយនឹងហើយឥឡូវហ្នឹងក៏បានយើងនឹងថាអបិជនបិទមុខហ្នឹងគឺមកប៉ុនប៉ងចាក់អ៊ីណាហ្នឹងឯងហើយនឹងហើយបើនិយាយពីម៉ាន់ហោវិញបន្ទាប់ពីគេឃើញម៉ូតក្បិតហើយនឹងរបៀបប្រើប្រាស់របស់គេហើយគេបានគិតក្នុងចិត្តថាមើលទៅនឹងវាមិនជាការចែកដនទេហើយលើគឺរវល់តវិភាគហ្នឹងអបិឲ្យខ្មៅនៅវិញវាក៏បានរត់ទៅរកអ៊ីណាតែម្ដងក៏តែថាក្រវាជិតទៅដល់ហ្នឹងគឺថាមួយជើងម៉ាំងរបស់ជនយើងបាត់ហើយគឺថាការធាក់របស់ជនយើងសោះមួយជើងហ្នឹងគឺមិនទៅស្រាទេគឺថាមួយជើងហ្នឹងហើយនឹងច្អល់បាយតែម្ដងហើយនឹងហើយបើនិយាយពីណាវិញបន្ទាប់ពីនាងបានឃើញមុខវាហ្នឹងគឺនាងចាប់អារម្មណ៍ថាដូចជាប្រហែលក៏តែពេលហ្នឹងវិញគឺថាផ្លោះលបងទៅប្រូចតែម្ដងហើយនឹងហើយបន្ទាប់មកហ្នឹងដូចជុំមកយើងគេក៏បានសួរទៅកាន់ម៉ាន់ហោថាតើមិញហ្នឹងវាមានរឿងអីកើតឡើងហើយម៉ាន់ហោហ្នឹងគឺក៏បានធ្វើការរៀបរាប់ចឹងទៅគឺថាសុកសងសត្វវាមកវាប្រហែលតែម្ដងនិយាយទៅគេក៏មិនដឹងថាវាគឺជាណាគេដែលសត្វតែហេតុផលដែរក៏តែថារឿងហ្នឹងវាអញ្ចឹងហើយក៏តែចូលរឿងនៃជនវិញនោះវាមិនហើយនឹងហើយបន្ទាប់ពីម៉ាន់ហោគេនិយាយចឹងហើយដូចជុំមកយើងគេត្រឡប់ទៅមើលវិញហ្នឹងគឺថាពួកហ្នឹងបានរត់បាត់ហើយអញ្ចឹងហើយគេក៏បានគិតក្នុងចិត្តថាគឺថាគេនឹងគ្មានទទួលបានព័ត៌មានសំខាន់នៃពីប្រហែលជនសោះហើយថ្ងៃក្រោយទៅហ្នឹងគឺមិនដឹងថាមានអាការល្អបែបហ្នឹងទៀតអត់ទេក៏តែថាយ៉ាងណាក៏ដោយអ្វីដែលបន្តផុតនៅពេលហ្នឹងគឺជាការដោះស្រាយជាមួយនឹងប្រធានហើយប្រធានដឹកស្មារតីតកហ្នឹងហ៊ានធ្វើអាត្មាហ្នឹងសោះហើយបន្ទាប់ពីគេកិនអញ្ចឹងហើយគេបើមើលទូរស័ព្ទរបស់គេហ្នឹងគឺឃើញនៅ director លេងហ្នឹងនាងទេមកឡើងមកកណ្ដោដងហើយបន្ទាប់មកគេក៏បាននិយាយថាគឺថាឥឡូវហ្នឹងពួកគេនៅគ្នាចូលទៅក្នុងសិនទៅគឺពួកយើងមិនត្រូវធ្វើបែរឡើយហើយនៅក្នុងពេលហ្នឹងផងដែរហ្នឹងអារ៉ាហ្នឹងក៏បាននិយាយថាគឺថានាងនឹងទេប៉ារបស់នាងមកយកអញ្ចឹងហើយអ៊ីណានាងគួរតែមកហើយដល់ក៏នាងនិយាយបានតែប៉ុណ្្នឹងដូចចូលមកយើងគេក៏បាននិយាយកាត់នាងតែម្ដងគឺថាអ៊ីណានាងទៅមួយគេហើយហ្នឹងហើយបន្ទាប់មកសេរីរឿងរបស់យើងក៏បានកម្មការនៃមណ្ឌលក៏មកកំព្រាបបបេកាមនេះវិញដោយកញ្ញានឹងបានធ្វើការបន្តរៀបរាប់ឲ្យតែបែរឡោចឹងទៅក៏តែមានសំកាត់ចោយនិយាយទៅក៏គាត់គ្នាយើងដឹងថាគឺកញ្ញានឹងមកបញ្យល់មួយនឹងអំពីម៉ូសិនហ្នឹងហើយនឹងហើយឥឡូវហ្នឹងយើងទៅនិយាយពីពីអ្នកក្រុមអ៊ីសើនៅវិញដោយនៅគណៈពេលពីអ្នកគេនៅកំពង់ជីឡាហ្នឹងកញ្ញាយកកោនេះក៏បានសួរទៅកាន់អាប៉េហូបេនថាគឺថាមិនថាពួកហ្នឹងគឺជាពួកក្រុមលោកគី family ទេអីហើយនៅក្រៅនាងសឹកសួរអាប៉េហូបេនហ្នឹងចឹងហើយនៅពេលហ្នឹងអាប៉េបាឡាហ្នឹងគេក៏បាននិយាយថាគឺថាតាមមិនឲ្យការងាររបស់គេហ្នឹងបានរៀបចំរួចរាល់ហើយមែនហើយគេហ្នឹងថាការធ្វើជាក្រុមអ៊ីសើហ្នឹងគឺមិនជារឿងងាយស្រួលទេប៉ុន្តែអាសាតែមានការបញ្ជាចូលពីលើមកហើយចំណាក់លើតើគេដែលនៅពីលើពួកឯងទៀតមើលទៅប្រហែលជាយើងនិយាយជ្រុលមកបន្តិចហើយប៉ុន្តែវាគឺជាសារមកពីវិធានសាខារបស់ពួកយើងគឺថារកក្រុមអ៊ីរសទាំងអស់គឺត្រូវសិននៅក្រោមការគ្រប់គ្រងរបស់សាខាសេអ៊ុលពីខាងត្បូងវិញហើយចូលតែនិយាយស្អីហ្នឹងគឺថាក្រុមអ៊ីសើពួកយើងនៅធ្លាប់ក្រោមជារបស់សាខាណាពីមុនមកហើយនឹងហើយបន្ទាប់ពីប៉ែសមងក្រោយមកហ្នឹងមិនដល់កន្លែងឈប់ស្តុំហ្នឹងអាពីរនាក់ហ្នឹងវាក៏បានធ្វើការទេអាយុយុទ្ធដាក់ពីរនាក់គេហ្នឹងតែម្ដងក៏តែនៅគណៈពេលហ្នឹងក៏ស្រាប់មានឡានខ្មៅម៉ូនមកបុកឡានរបស់ពួកគេប៉ងហើយបន្ទាប់ពីបុកប៉ាងហើយហ្នឹងបរមអ្នកហ្នឹងគេក៏បានធ្វើការបើកទ្វារចូលពីលើឡានរបស់គេបន្ទាប់មករត់មករកឡាន4នាក់គេតែម្ដងហើយហ្នឹងហើយគេគឺជាអបិផាយជនហ្នឹងឯងហើយបន្ទាប់ពីគេមកដល់គេក៏បានមកគុណទ្វារអបិនោះប៉ាងបន្ទាប់មកអស់កវាចេញពីឡានថែមប៉ាងទៀតតែម្ដងហើយបន្ទាប់ពីគេចាត់ការអបិហ្នឹងហើយគេក៏បានទៅក្នុងឡានវិញហើយសួរទៅកាន់ពីរនាក់ថាគឺថាពួកវានឹងអត់អីណៃហើយហ្នឹងហើយឥឡូវនេះយើងបានស្គាល់ឈ្មោះថ្មីរបស់អបិផាយជនមួយទៀតហើយដោយបាគីហ្នឹងគឺឈ្មោះមួយទៀតរបស់គេហ្នឹងឯងហើយនៅក្នុងពេលហ្នឹងផងដែរហ្នឹងដល់គេរវល់អាស៊ូនំពីរនាក់នោះហ្នឹង
តែពេលមួយទៀតនោះក៏ចេញមកពីក្នុងឡានមកបន្ទាប់មកជាមួយនឹងញូបូវេនោះក៏បានធ្វើការវត្តមកកាន់ប៉ាជួនឆ្វាប់តែម្ដងហើយនឹងហើយបន្ទាប់មកជាមួយនឹងញូបូវេនោះក៏បានបន្តវត្តឆ្វាប់ចឹងទៅប៉ុន្តែថាបានឆ្វាប់ហ្នឹងហើយក៏សតរការវាប៉ាបូវេនោះក៏ត្រូវបានប៉ាជួនគេស្មានដល់ហើយនិយាយទៅគឺជាតែបន្តកិច្ចមួយវាលេងហ្នឹងហើយก่อนแต่នៅពេលគេលេងចាយដែរហ្នឹងគឺថាប៉ាំងមកផាយជន់វិញតែម្ដងហើយមករៃហុករបស់គេចុងក្រោយហ្នឹងគេក៏បានផ្ដាំទៅវាថាគឺថាវានៅតែប្រាប់បច្ចាងខ្លួនរកវិញទៅគឺថាបើគេចង់ប្រើកម្លាំងបាយមានប្រសិទ្ធភាពគឺគេត្រូវចេះប្រើគូក្បាលជាមុនសិនហើយបើទៅគេនិយាយចឹងហើយគេក៏បានមកទៅកាន់វាប៉ាំងឆ្លាប់លើស្ពានតែម្ដងហើយនឹងហើយបន្ទាប់ពីគេចាត់ការពួកនឹងហើយហ្នឹងគេក៏បានត្រឡប់មកមើលពីនៅនឹងចឹងទៅហើយបន្ទាប់ពី80ម៉ោងក្រោយមកហ្នឹងហើយជនគេបានសួរទៅកាន់ប៉ែហូប៊ីនថាគឺថាតែដេជនហ្នឹងគេមិនដែរហើយចុះមកមនុស្សខ្សែលើឯងនេះតែឯងហ្នឹងក៏ពោលនិយាយយើងធ្វើជាស្នន់បាយឯងមែនហ្នឹងហើយចុះតែឯងក៏ពោលនិយាយស្អីគេក្រោយយើងបានខត់ឯងដែរតើគ្រាន់តែឯងហ្នឹងវាមិនប្រាប់ស្ដាប់យើងចែករឹងក្បាលទៅខ្លួនឯងតើហើយអញ្ចឹងហើយចុះឥឡូវហ្នឹងតែឯងទទួលបានចម្លើយដែលឯងចង់បានហ្នឹងឯងទៅហើយនឹងហើយបន្ទាប់ពីត្រូវបានផាយជន់ស្នេហ៍ឲ្យអញ្ចឹងគេក៏បានធ្វើការរៀបរាប់អញ្ចឹងទៅគឺថាកម្រិត immersion គូក្បាលបើដេជនហ្នឹងគឺវាលើលោកខ្លាំងហើយប៉ះមួយគេហ្នឹងគឺធ្វើ immersion របស់គេហ្នឹងគឺគ្មានតែបានមកផាយមួយដេជនតែម្ដងហើយលើពីនឹងទៀតហ្នឹងនៅពេលដែលគេប្រយុទ្ធគ្នាមួយដេជនជាឆ្នាំគឺចាប់សាប់អស់ណាអញ្ចឹងហើយបើគេប៉ះគ្នាមួយដេជនហ្នឹងគឺគេត្រូវការមួយរឿងច្រើនតិចហើយភ្លើងដែលបង្កើតឡើងដោយការចម្រាញ់មិនថាវាអាចឆេះបានខ្លាំងប៉ុណ្ណាទេទីបំផុតគឺវានៅលត់ទៅវិញដដែលហ្នឹងហើយនឹងហើយសើរឿងរបស់យើងក៏បានកម្មការអ៊ីនណានេះវិញដោយបន្ទាប់ពីដឹងថាដេជនរបស់យើងនឹង director បានដឹងពីរឿងរបស់នាងនេះគឺថានាងឡើង surprise តែម្ដងហើយបន្ទាប់មកដេជនរបស់យើងគេក៏បាននាងរៀបរាប់អញ្ចឹងទៅហើយអញ្ចឹងហើយនាងក៏បានរៀបរាប់ថានាងមានបងប្រុសម្នាក់គេមានឈ្មោះថា CEO ជីនវ៉ុនហើយសត្វតែគេបានជួបបតាហេតុមួយឡើយនឹងគេនៅតែសម្រាប់នៅទីពេទ្យនៅឡើយទេហើយបតាហេតុនឹងដែរកើតឡើងសន្តិនិយោហើយនឹងសមាគមកាប់ឈុនដែលជាកូនចៅរបស់គាត់នឹងឯងហើយបន្ទាប់ពីនឹងនិយាយចឹងហើយស្អីរឿងរបស់យើងក៏បានកាត់ទៅកាន់នៅបន្ទោក៏បានកំព្រាកាប់ឈុនតែម្ដងដល់អបិជនបិទមុខដល់ចង់ទៅចាក់អេណាហ្នឹងគឺថាអបិគឹមជនជាអ្នកជាវាទៅនឹងឯងហើយនឹងហើយអបិមួយនឹងគេក៏បានរៀបរាប់តាមដំណើររឿងចឹងទៅដោយគេថាគេនឹងព្យាយាមហើយគ្រាន់តែរសារតែក្បែរនេះនឹងមានមនុស្សច្រើនពេកអញ្ចឹងហើយទៅបានជាគេបរាជ័យចឹងទៅគ្រាន់តែគេថាយ៉ាងណាក៏ដោយប៉ុន្តែនឹងគឺគាត់គ្រប់គ្រាន់សម្រាប់ក្នុងការពមៀននេះហើយនឹងហើយឥឡូវនេះយើងបានសួរឈ្មោះអបិហ្នឹងហើយដល់អបិហ្នឹងគេមានឈ្មោះថាខ្វាន់គេលហើយនៅក្នុងពេលហ្នឹងអបិគឹមជនហ្នឹងវាបានឲ្យឈ្មោះអបិខ្វាន់គេលហ្នឹងហើយបានសួរទៅកាន់គេថាគឺថាក្បិតរបស់គេនឹងប្រហែលជារលពេកហើយអញ្ចឹងហើយគឺគួរតាសាស្លេងក្បិតរបស់គេនឹងតិចទៅហើយគេថាគេនឹងមានអាយុប្រហែលហើយគេគឺថាត្រូវឲ្យវានឹងជាអ្នកស្លៀកគេទៀតមែនហើយនឹងហើយបន្ទាប់ពីវានិយាយចឹងហើយនឹងគឺថាបេក្ខខ្វាន់គេនឹងវាក៏បានសម័យទៅដល់ពេលនឹងតែម្ដងហើយបន្ទាប់ពីគិតដល់នឹងគឺថាគ្មានទេគេបញ្ញាប់សុំវ៉ាបេក្ខគឹមឈុននៅលឿនហើយនឹងហើយបើនិយាយបែបគឹមឈុននោះវិញដោយបន្ទាប់ពីនឹងទៅនោះគេក៏បានបូកគ្នារបស់គេទៅតែម្ដងក៏ប៉ុន្តែគឺមិនទៅណាឆ្ងាយទេគឺទៅកន្លែងក្មេងកម្រិតផ្សេងទៀតដែលនៅក្បែរកន្លែងនឹងដែរនឹងឯងហើយបន្ទាប់ពីវាទៅដល់វាក៏បាននិយាយទៅកាន់ក្មេងកម្រិតទាំងអស់ថានៅក្នុងសង្គមដែលពួកគេរស់នៅហ្នឹងពួកមនុស្សទាំងអស់ហ្នឹងគឺមិនដែលចាត់ទុកពួកគេហ្នឹងគឺជាមនុស្សឡើយហើយមិនថាគេនឹងខំប្រឹងយ៉ាងណាឬក៏ខំព្យាយាមស្វែងរកការភពលោកយ៉ាងណាក៏គ្មានន័យដែរក៏ស្អាតតែពួកគេកើតមកហ្នឹងគឺមិនមែនដើម្បីខ្លាចជាមនុស្សទេអញ្ចឹងហើយយ៉ាងណាក៏ដោយមុនពេលដែលពួកគេស្លាប់នោះគឺពួកគេគួរស្លាប់ក្នុងនាមជាមនុស្សម្នាក់ដែរហើយបន្ទាប់ពីវានិយាយចឹងហើយវាក៏បានធ្វើការព្រាយថ្នាំមុនទៅឲ្យពួកក្មេងៗទាំងអស់តែម្ដងហើយបន្ទាប់មកវាក៏បានបន្តនិយាយទៀតថាគឺថាមិនគ្រប់គ្នានឹងសុទ្ធតែអាចខ្លាចជាមនុស្សបានទេក្នុងចំណោមពួកគេ30នាក់ហ្នឹងគឺជ្រើសរើសយក10នាក់ទេហើយបន្ទាប់ពីគេនិយាយចឹងទៅកាន់ក្មេងៗទាំងអស់ហ្នឹងហើយបន្ទាប់មកវាក៏បានធ្វើការនាំគ្នាចេញទៅវិញទៅហើយសេរឿងរបស់យើងក៏បានមកនិយាយពីអ៊ីណានេះវិញដោយនាងនឹងបានបន្តរៀបរាប់ទៀតថាគឺពួកក្រុមសមាគមកាប់ឈនទាំងអស់ហ្នឹងគឺពួកវាតែគេប្រវាញ់អត្ថប្រយោជន៍ពីពួកក្មេងៗអនិកជនដែលពួកវាបានប្រើពួកក្មេងៗទាំងអស់ហ្នឹងទៅធ្វើការងារអាក្រក់ៗមួយចំនួនដូចជាទៅធ្វើបងតូចបងធំធ្វើរឿងពលលួយទៅស៊ីឈ្នួលបាញ់បោះទៅធ្វើការងារអាក្រក់ៗជាច្រើនទៀតនិយាយទៅគឺពួកវាយកក្មេងៗហ្នឹងយកធ្វើជាឧបករណ៍សម្រាប់ធ្វើរឿងខ្វក់ឲ្យយុវតែម្ដងហើយបើនិយាយពីបងប្រុសរបស់នាងវិញគឺត្រូវបានពួកនឹងប្រឡតដល់គេនឹងគិតខ្លាចស្លាប់ខ្លួនហើយបន្ទាប់ពីនាងនិយាយចឹងហើយ director នឹងក៏បាននិយាយថាគឺថានាងយល់ពីស្ថានភាពហ្នឹងក៏តែរឿងហ្នឹងគឺមិនជាអ្វីដែលគេអាចដោះស្រាយបានតែម្នាក់ឯងទេហើយវានឹងគឺជារឿងល្អបើសិនជានាងនៅឆ្ងាយពីរឿងហ្នឹងហើយបន្ទាប់ពី director នាងនិយាយចឹងហើយឯណានឹងក៏បាននិយាយទៅកាន់ director វិញថាគឺថានាងនឹងបានប្រមូលផាតាអាក្រក់ៗពីនយោបាយហ្នឹងបានច្រើនណាស់អញ្ចឹងហើយបើសិនជានាងយកផាតាហ្នឹងយកទៅឲ្យប៉ូលីសហ្នឹងហើយនៅនាងនិយាយបានប៉ុណ្ណឹង director នេះក៏បាននិយាយកាត់នាងថាគឺថាក៏មិននាយកគឺមិនជាមនុស្សដែលងាយស្រួលកម្ចាត់បែបហ្នឹងទេហើយលើពីនឹងទៀតនឹងពួកសមាគមកាប់ឈរហ្នឹងគឺពួកវាកាយសាហាវណាស់ហើយបន្ទាប់ពីនាងនិយាយចឹងដូចជុំពីយើងគេក៏បាននិយាយកាត់នាងតែម្ដងគឺថាល្អតើអ្វីដែលបង្ក្រាបអំពើហិង្សាបានគឺមានតែអំពើហិង្សាតែខ្លាំងជាងនឹងឯងហើយវាក៏ក្រែងជាពីស្លោរបស់គម្រោង Bully អញ្ចឹងដែរតែហើយគេគឺនឹងជាអ្នកកម្ចាត់រឿងនឹងដល់ផ្ទាល់ខ្លួនរបស់គេតែម្ដងក៏ព្រោះថារឿងបែបហ្នឹងគឺជាជំនាញរបស់គេស្រាប់ហើយនឹងហើយបន្ទាប់មកសេរីរឿងរបស់យើងក៏បានកាត់ទៅកាន់នៅ3នាក់នោះវិញដោយបន្ទាប់ពីពួកគេមកដល់កន្លែងប្រិតមុតរបស់ពួកគេនោះគឺថាឥឡូវហ្នឹងត្រូវបានគេរុករកខ្ទេចអស់បាត់ហើយអញ្ចឹងហើយដែលចែកធ្វើឲ្យពួកគេនឹងគឺឆ្ងល់តែម្ដងដោយព័ត៌មានសម្ងាត់អំពីការផលិតមុតរបស់ពួកគេហ្នឹងគឺដឹងតែ3នាក់គេនឹងធំបោទេអញ្ចឹងហើយមិនបានជាអបិលោកកិចាហ្នឹងឯងរត់ទីតាំងរបស់គេឃើញអញ្ចឹងហើយបន្ទាប់ពីហេជុនគេនិយាយសង្ស័យទៅកាន់អបិធំបោអញ្ចឹងគេញ៉ាយយកកោនោះគឺថានាងមិនជឿទេដោយធំបោនោះគឺមិនអាចក្បត់ពួកគេទេហើយបន្ទាប់ពីនាងនិយាយចឹងហើយហេជុនគឺក៏បានឆ្លើយតបទៅកាន់នាងវិញថាក្រុមពួកមុតក្លឹបឥឡូវហ្នឹងក៏ពើមានចំនួនផ្ទៃក្នុងអញ្ចឹងហើយសត្រូវនឹងថ្ងៃហ្នឹងក៏អាចខ្លាចជាមិត្តនឹងថ្ងៃស្អែកបានដែរហើយចំណែកមិត្តនឹងថ្ងៃហ្នឹងក៏អាចខ្លាចជាសត្រូវនឹងថ្ងៃស្អែកបានដូចគ្នាហើយបន្ទាប់ពីគេនិយាយចឹងហើយគេក៏បានប្រាប់ទៅពីនាងថាឲ្យគេនឹងទៅប្រាប់សមាជិក ESL ផ្សេងៗទៀតផងចាប់ពីថ្ងៃហ្នឹងទៅនឹងក្រុម ESL ក៏ត្រូវបានរំសាយចោលហើយនឹងហើយបន្ទាប់មកសេរឿងរបស់យើងក៏បានកាត់ទៅកាន់អបិលោកគីចាងតែម្ដងដោយមានកញ្ញាម្នាក់ហ្នឹងបានសួរទៅកាន់គេថាគឺថាការប្រជុំរបស់គេនឹងមិនដែរវា
ទៅដល់លូនដែរអត់ក៏តែចំនួនការឆ្លើយបែបលោកគីចាននឹងគឺបានសួរទៅកាន់នេះវិញថាគឺថាប្រធានក្រុមម៉ូឌីស៊ូនឹងតែគេមិនទាន់ត្រឡប់មកវិញទេហើយនឹងក៏បានរាយរ៉ាប់ចឹងទៅគឺថានេះនឹងមិនទាន់អាចតេតទៅកាន់គេបាននៅឡើយទេហើយអា Snake Baki នេះតាមពិតវាមានកម្រងចង់ធ្វើអញ្ចឹងទេហើយបន្ទាប់ពីពេលលោកគីចាននឹងគេនិយាយអញ្ចឹងហើយកញ្ញានេះក៏បានបន្តនិយាយទៀតថាគឺថាបើគេគិតថាឯជននឹងគេក៏ប្រចង់ព្យាយាមកាត់ភ្លើងនៅដីជាន់អញ្ចឹងគឺនឹងអាចតេតទៅទីស្នាក់ការកណ្ដាលដើម្បីគេចាត់ការរឿងនឹងបានហើយបន្ទាប់ពីនឹងនិយាយចឹងហើយពេលលោកគីចាននឹងគេក៏បាននិយាយថាគឺថាមិនចាំបាច់ទេពួកគេនឹងគួរផ្ដល់ឲ្យជននឹងគេធ្វើបែបហ្នឹងសិនទៅក៏ព្រោះថាបើភ្លើងនឹងឆេះការធំគឺជាពួកគេនឹងឲ្យជាអ្នកប្រមូលផលហើយបន្ទាប់មកសេរឿងរបស់យើងក៏បានកម្មការដែលជុំរបស់យើងនេះវិញគឺថាឯណាឥឡូវនេះក៏មករស់នៅមួយពួកគេដែរហើយនឹងឲ្យយើងដឹងពីពួកគេនឹងតែប៉ុណ្្នឹងសិនហើយឥឡូវនេះយើងទៅនិយាយពីស៊ូយុកឯនឹងស៊ូស៊ីនៅវិញដែលបន្ទាប់ពីឃើញស៊ូស៊ីនឹងសែតហ្នឹងអាពេលស៊ូយុកគេក៏បានទៅនិយាយជាមួយនឹងអាពេលនៅជិនគូថាគឺថាគេពិតជាអរគុណខ្លាំងណាស់ដែលជិនគូនឹងគេបានការពារសុវត្ថិភាពរបស់គេនិងបងស្រីរបស់គេហើយកូនមួយនឹងគេនឹងមិនភ្លេចឡើយក៏តែយ៉ាងណាក៏ដោយសុវត្ថិភាពដែលគេចង់បានសម្រាប់ស៊ូស៊ីនោះគឺជាការដែលនាងអាចរស់នៅបានដោយសុវត្ថិភាពដោយមនុស្សទូទៅគឺមិនត្រូវមកគុំនាងទុកដូចជាពនានៅក្នុងរឿងទៀនអញ្ចឹងទេហើយបន្ទាប់ពីស៊ូយុកគេនិយាយចឹងហើយអាពេលនៅជិនគូនឹងគេក៏បាននិយាយថាតាមពិតទៅនឹងក៏ជារឿងដែលគេចង់និយាយដែរដោយសារតែក្រុម ESL នឹងត្រូវបានផ្សាយហើយអញ្ចឹងហើយពួកគេមិនចាំបាច់ត្រូវបន្តស្នាក់នៅទីនឹងទៀតទេហើយស៊ូស៊ីនៅវិញបន្ទាប់ពីលើអញ្ចឹងនឹងគឺថានាងឡើងសប្បាយចិត្តតែម្ដងក៏តែស៊ូយុនឹងគេក៏បាននិយាយថាគឺថានាងនឹងក៏ជុំមួយថ្ងៃទៀតទៅក៏ថាតែនាងទៅមានសភៅមានអីផងនឹងទៅរៀនធ្វើម៉េចក៏តែស៊ូស៊ីនឹងក៏បានឆ្លើយតបវិញថាគឺថាសភៅនឹងវាមិនសំខាន់ទេសំខាន់តែយើងមានចិត្តចង់រៀនតើនិយាយទៅចង់ទៅសាលាដើម្បីរៀនហើយក៏ចង់ទៅសាលាដើម្បីជប់ក្រែនេះហើយនឹងឲ្យសេរឿងមកយកក៏បានកម្មការផ្ទះបាប៉ែស៊ុនជីននេះវិញគឺថាបាត់ស៊ូយុស៊ូស៊ីមួយថ្ងៃហ្នឹងគឺថាបាយលេងនៅទឹកលេងស្រែកតែម្ដងហើយនៅគណៈពេលដែលគេកំពុងអង្គុយយំនៅគូសៀនឹងស៊ូយុហ្នឹងនៅពេលហ្នឹងក៏ត្រាស់ស៊ូយុបានផ្ញើសារមកកាន់គេថាគឺថាគេនឹងសុំទៅផងដែលមួយរយៈហ្នឹងគេមិនបានតាក់ទងទៅហើយឥឡូវហ្នឹងគេមានរឿងចង់និយាយជាមួយវាបន្តិចអញ្ចឹងហើយគេនឹងមកជួបវាបន្តិចទៀតហ្នឹងហើយនឹងឲ្យសេរឿងមកយើងក៏បានកម្មការនៅសាលារៀននេះវិញដោយបន្ទាប់ពីស៊ូស៊ីនេះមករៀនវិញហ្នឹងគឺថាពួកសិស្សសាលាហ្នឹងភ្លេចកសឹកគ្នាព្រាតតែម្ដងគឺថាស៊ូស៊ីឥឡូវហ្នឹងគឺមិនដឹងថានៅជាគ្វីនទៀតអត់ទេក៏ព្រោះតែឃើញត្រូវបានប្រូទៅឃើញដេជុនវិញហើយឥឡូវហ្នឹងគេឃើញដេជុនហ្នឹងមកសាលាជាមួយនឹងអ៊ីណាទៀតអញ្ចឹងហើយប្រហែលជាអ៊ីណាហ្នឹងគឺជាគ្វីនថ្មីហើយចំណែកស៊ូស៊ីនិងដេជុនវិញប្រហែលជាពួកគេហ្នឹងបានបែកគ្នាបាត់ហើយនឹងឲ្យបន្ទាប់ពីពួកគេនិយាយចឹងហើយគឺថាស៊ូស៊ីនឹងបានទៅរឿងពួកគេតែម្ដងគឺថាពួកគេខ្លាំងហ្នឹងនិយាយចំមុខនាងមកក៏មកលប់និយាយពីក្រោយខ្នងនាងចឹងហើយប្រហែលជាពួកគេនឹងយកច្រឡំហើយក៏ព្រោះនាងនឹងបានស្រឡាញ់ដេជុននេះទេក៏តែនិយាយឡូវចឹងមែនតែថាក្រោយលើថាដេជុនមកនោះគឺវិញ្ញាណរត់ទៅពុនឡើងលឿនតែម្ដងហើយនឹងឲ្យបើនិយាយពីដេជុនរបស់យើងវិញនៅគណៈពេលដែលគេកំពុងដើរហ្នឹងបែស៊ីយូនោះក៏បានផ្ញើសារមកកាន់គេថាគឺថាឥឡូវហ្នឹងស៊ូស៊ីនឹងត្រឡប់ទៅរៀនវិញហើយអញ្ចឹងឲ្យគេសង្ឃឹមថាដេជុននឹងជួយមើលថែនឹងជំនួសគេផងហើយនិយាយទៅគេ screenshot ឆាតមួយដេជុនហ្នឹងផ្ញើទៅឲ្យស៊ូស៊ីមើលទៀតហើយបន្ទាប់ពីស៊ូស៊ីនឹងឃើញហើយនឹងគាត់ថានឹងកៀងខ្លាំងមែនតើហើយនឹងឲ្យនៅគណៈពេលដែលគេកំពុងលេងទូរស័ព្ទហ្នឹងអ្នកធ្វើការមួយគេនឹងក៏បានថាគេនឹងដាក់ទូរស័ព្ទចោលសិនទៅក៏ព្រោះថាឥឡូវនឹងមានអតិថិជនមកហើយសវិសភ្ញៀវនឹងកំភ្លេចខ្ញុំរែកទៅកាន់ភ្ញៀវផងហើយនឹងឲ្យគេថាដូចចិត្តមែនក៏តែខ្ញុំគេនឹងគេថាខ្ញុំដូចដេញភ្ញៀវអញ្ចឹងនិយាយទៅបើខ្ញុំនឹងដូចពិសាអញ្ចឹងអស់ណាគេមិនខ្លាច